ខ្ញុំសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ការផ្សាយរបស់នីតិទីផ្សារការងារនិងមុខរបរនាថ្ងៃនេះនីតិទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលសូមនាំមកជូនលោកអ្នកនៅមាតិកាព័ត៌មានសំខាន់ៗដែលមានដូចតទៅនេះ1បទយកការស្ដីពីឱកាសទទួលបានការងារសមរម្យនៅក្នុងហាងលក់ផលិតផលសូត្រខ្មែរអតិសានរី2ព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់ៗនៅក្នុងប្រទេសនាសប្តាហ៍នេះជាកិច្ចបន្តទៅទៀតនេះសូមប្រិយមិត្តទូរទស្សនិកជនមេត្តាតាមដានទស្សនានិងជំរុញកំណើនឥតឈប់ឈរជាក់ស្ដែងតាមរយៈទិន្នន័យជំរឿនសហគ្រាសនាងខ្ញុំបានបង្កើតខ្មែរអធិសានរីឡើងនៅក្នុងឆ្នាំ2012ហើយបានចូលជាសមាជិករបស់សហគ្រិនស្ត្រីកម្ពុជានៅឆ្នាំ2014គោលបំណងដែលនាងខ្ញុំបង្កើតខ្មែរអធិសានរីនេះឡើងគឺចង់អភិរក្សលក្ខខ្មែរថែគេដូនតានិងចង់លើកស្ទួយជីវភាពសហគមន៍តម្បាញនៅជនបទផលិតផលសំខាន់ដែលអតិថិជនរបស់ខាងបងគឺគ្រប់គ្រងនោះគឺមានខាងលក្ខធម្មជាតិហើយអតិថិជនរបស់បងគឺ 90% ជាជនជាតិបរទេសហើយចំពោះអតិថិជនមួយចំនួនដែលគាត់បានជាវពីខាងបងយកទៅលក់នៅតាមប្រទេសផ្សេងៗបន្តទៀតនោះគឺគាត់ទ្រាំទ្រនៅខាងផ្នែកជ្រលក់ពណ៌ធម្មជាតិនេះតែម្ដងយើងមានផលិតផលធ្វើផ្សេងទៀតជាច្រើនគឺយើងមានខាងផ្នែកជា accessory គឺយើងមានជាខ្សែកជាកាបូបជាស័ព្ទជាដើមដែលផលិតដោយកន្លងមកគឺអតិថិជនរបស់យើងដែលគាត់បានជាវយកទៅលក់បន្តហ្នឹងគឺមាននៅប្រទេសបារាំងប្រទេសអូស្ត្រាលីប្រទេសអាមេរិកប្រទេសជប៉ុន
ប្រទេសរុស្ស៊ីនិងប្រទេសអង់គ្លេសជាដើមហើយផលិតផលដែលគាត់បានជឿពីខាងយើងយកទៅភាគច្រើនទៅបំផុតនោះគឺផ្នែកកម្មា សពថ្ងៃហាងលក់ផលិតផលសូត្រនិងក្រមាខ្មែរ Artisanry កំពុងផ្ដល់នូវឱកាសការងារដោយផ្ទាល់និងដោយប្រយោលជាច្រើនដល់ប្រជាពលរដ្ឋខ្មែរជាពិសេសគឺការបង្កើតនៅសហគមន៍តម្បាញជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់មកដល់ហាងរបស់ខ្លួនសហគមន៍តម្បាញដែលផ្គត់ផ្គង់ផលិតផលមកដល់ហាងខ្មែរ Artisanry មានចំនួន4គឺទី1ស្រុកបរសែនខេត្តកំពង់ស្ពឺទី2ស្រុកព្រៃកបាស់ខេត្តតាកែវទី3ស្រុកបាធាយខេត្តកំពង់ចាមនិងទី4ស្រុកកំពង់ស្វាយខេត្តកំពង់ធំអ្នកបម្រើការរបស់ខ្មែរ Artisanry នេះគឺសរុបទាំងអស់គឺមាន50នាក់គឺ45នាក់គឺជាអ្នកផលិតនិង5នាក់គឺជាបុគ្គលិកហើយសហគមន៍របស់ខ្មែរ Artisanry នេះគឺមានបំណងបើកហាងបន្តទៀតដែលកំពុងតែស្វែងរកទីតាំងហើយពេលដែលយើងបើកបន្តទៀតយើងនឹងជ្រើសរើសបុគ្គលិកបន្ថែមទៀតនាងខ្ញុំចង់សំណូមពរទៅដល់ប្រជាជនខ្មែរទាំងអស់ក៏ដូចជាសហគមន៍របស់នាងខ្ញុំហើយក៏ដូចជាបុគ្គលិករបស់នាងខ្ញុំផងដែរគឺនាងខ្ញុំចង់ឲ្យអ្នកទាំងអស់នោះគឺគាត់ជួយគ្រប់គ្រងទៅលើផលិតផលរបស់ខ្មែរយើងដែលធ្វើដោយដៃហ្នឹងហើយនឹងក៏ជួយអភិរក្សនិងថែរក្សាហើយសំខាន់ចំណុចសំខាន់បំផុតហ្នឹងគឺសហគមន៍របស់នាងខ្ញុំតែម្ដងគឺខ្ញុំចង់ឲ្យពួកគាត់ហ្នឹងផ្ទេរជំនាញទាំងអស់ហ្នឹងទៅក្មេងៗចំនួនក្រោយពីព្រោះការផ្ទេរជំនាញហ្នឹងគឺសំខាន់ខ្លាំងណាស់នៅពេលដែលផលិតផលខ្មែរយើងគេស្គាល់គេអីចឹងទៅគឺក្មេងៗចំនួនក្រោយគាត់អត់ចាំបាច់ទៅធ្វើចំណាក់ស្រុកធ្វើការនៅស្រុកគេអញ្ចឹងពីព្រោះការដែលធ្វើការនៅស្រុកគេគឺវាមានផលប៉ះពាល់ច្រើនដូចដែលយើងបានដឹងពីព័ត៌មានកន្លងមកអញ្ចឹងគឺសំខាន់ពេលដែលគាត់ផ្ទេរជំនាញអស់ហ្នឹងទៅពួកគាត់ទៅពេលដែលគាត់មានគ្រួសារទៅគាត់អាចនៅផ្ទះបានគាត់អាចធ្វើការងារអស់នឹងបានក៏ជាចំណែកមួយនៅក្នុងជីវភាពរបស់គាត់ដែរខ្ញុំមកភ្នំពេញនេះដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យដោយសារខ្មែរបានមកធ្វើការនៅខ្មែរ Artisanry នេះខ្ញុំមានការសប្បាយរីករាយជាខ្លាំងពីព្រោះទីមួយដោយសារនេះខ្ញុំបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការសិក្សាដើម្បីកាត់បន្ថយពីការចំណាយរបស់គ្រួសារដោយសារគ្រួសាររបស់នេះខ្ញុំមានខ្វះខាតអញ្ចឹងដោយសារបានមកធ្វើការទីនេះខ្ញុំបានទទួលប្រាក់កម្រៃហើយដើម្បីផ្គត់ផ្គង់ការរៀនសូត្រក៏ដូចជាសម្ភារៈនិងការចាយវាយផ្សេងខ្មែរ Artisanry នេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់រូបនាងខ្ញុំទីមួយនាងខ្ញុំបានយល់អំពីរបៀបជាពីដើមឡើយខ្ញុំអត់សូវស្គាល់បងខាងសូត្រហើយខាងកុំហូលអីហ្នឹងតែដល់ពេលឥឡូវនេះខ្ញុំបានស្គាល់ដោយសារមានច្រើនប្រភេទដូចជាយើងទីមួយយើងជាលក់ពណ៌ធម្មជាតិហើយជាលក់ជាមួយហូលនិងធ្វើជាអំបោះហើយទៅនេះខ្ញុំបានស្គាល់ច្បាស់ថាខ្មែរយើងមានរបបជាច្រើនដែលខ្ញុំមិនតាន់ស្គាល់អស់ហើយម្យ៉ាងមួយទៀតការអនុវត្តភាសាអង់គ្លេសជាមួយបរទេសបងពីដើមខ្ញុំអត់សូវចេះភាសាអង់គ្លេសតែដល់ពេលខ្ញុំនៅហ្នឹងខ្ញុំអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំអាចនិយាយបានដោយសេចក្តីក្លាហានដែលអត់ចេះអៀនខ្មាស់ជាមួយបរទេសពីដើមឲ្យទៅជួបបរទេសភ័យខ្លាចគេនាំនិយាយអញ្ចឹងទៅអត់ចេះអញ្ចឹងតែដល់ពេលមិននៅហ្នឹងយូរទៅអនុវត្តរាល់ថ្ងៃទៅខ្ញុំអាចនិយាយជាមួយបរទេសបានខ្ញុំចេះត្បាញតាំងពីខ្ញុំអាយុ12ឆ្នាំហើយបច្ចុប្បន្ននេះខ្ញុំក៏បានធ្វើការឲ្យខ្មែរ Artisanry ផងដែរខ្ញុំធ្វើការនេះប្រហែលជាបាន1ឆ្នាំហើយមុនពេលដែលខ្ញុំត្បាញឲ្យខ្មែរ Artisanry នេះការសិក្សារបស់ខ្ញុំគឺពឹងផ្អែកទាំងស្រុងទៅលើឪពុកម្ដាយរបស់ខ្ញុំតែក្រោយពេលដែលខ្ញុំបានមកត្បាញឲ្យខ្មែរ Artisanry ខ្ញុំអាចទទួលបានប្រាក់កម្រៃហើយអាចជួយសម្រាលជីវភាពគ្រួសារខ្ញុំខ្លះផងដែរធ្វើការឲ្យខ្មែរ Artisanry នេះបានប្រាក់កម្រៃសមរម្យជាងធ្វើការឲ្យអ្នកទីផ្សារដទៃកាលពីមុនខ្ញុំអត់ទាន់បានធ្វើការឲ្យខ្មែរ Artisanry ខ្ញុំមានជីវភាពខ្វះខាតតែឥឡូវខ្ញុំបានធ្វើការត្បាញឲ្យ Artisanry ហ្នឹងវាមានជីវភាពធូរ
ខ្ញុំសូមជម្រាបជូននៅព័ត៌មានជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុននិងរោងចក្រសំខាន់ៗនៅក្នុងប្រទេសនាសប្តាហ៍នេះតំណាងជ្រើសរើសបុគ្គលិកក្រុមហ៊ុន Lisian Cambodia Corporation ជាក្រុមហ៊ុនជប៉ុនដែលបានបើកដំណើរការក្នុងប្រទេសកម្ពុជាលើវិស័យកាត់ដេរសម្លៀកបំពាក់ខាងក្នុងរបស់ស្ត្រីត្រូវការជ្រើសរើសកម្មការិនីជាច្រើនអ្នកជាបន្ទាន់លក្ខខណ្ឌនៃការជ្រើសរើសកម្មការិនីត្រូវមានអាយុចាប់ពី18ឆ្នាំដល់30ឆ្នាំមានកាយសម្បទារឹងមាំនិងមានភាពអត់ធ្មត់លើការងារក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែចាប់ពី$120ដល់$144ផ្ដល់ជូននៅបន្ទប់ស្នាក់នៅដោយមិនគិតថ្លៃផ្ដល់ជូននៅអាហារពីរពេលគឺពេលព្រឹកនិងពេលថ្ងៃត្រង់ផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែមតាមលទ្ធផលការងារសម្រេចបានមានការធានារ៉ាប់រងលើគ្រោះថ្នាក់ការងារបើបេក្ខនារីមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 និង55ក្រុមហ៊ុន Semi Cambodia Wiring System Co Ltd ត្រូវការជ្រើសរើសកម្មការិនីជាច្រើនអ្នកលក្ខខណ្ឌនៃការជ្រើសរើសកម្មការិនីត្រូវមានអាយុចាប់ពី18ឆ្នាំដល់30ឆ្នាំនិងមានកាយសម្បទាគ្រប់គ្រាន់មានការព្យាយាមនិងមានភាពស្មោះត្រង់និងបដិញ្ញាចិត្តធ្វើការដោយការទទួលខុសត្រូវខ្ពស់ក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែគោល$100ប្រាក់ឧបត្ថម្ភលើវត្តមានទៀងទាត់$10ក្នុងមួយខែផ្ដល់ជូននៅអាហារពីរពេលដោយឥតគិតថ្លៃផ្ដល់ជូននៅផ្ទះស្នាក់នៅនិងសម្ភារៈក្នុងផ្ទះដោយឥតគិតថ្លៃផ្ដល់ជូននៅមធ្យោបាយធ្វើដំណើរនិងសេវាធានារ៉ាប់រង24ម៉ោងនិងប្រាក់រង្វាន់ផ្សេងៗជាច្រើនទៀតបើបេក្ខនារីមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 75 66 និង 55លើពីនេះទៅទៀតនៅក្នុងសប្តាហ៍នេះទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រមូលនិងផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកគ្រប់ប្រភេទជាច្រើនកន្លែងបន្ថែមទៀតអាស្រ័យហេតុនេះប្រជាពលរដ្ឋដែលកំពុងតែស្វែងរកការងារធ្វើអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលការងារដែលស្ថិតនៅរាជធានីភ្នំពេញទូរស័ព្ទលេខ016 78 66 និង 55ខេត្តសៀមរាបទូរស័ព្ទលេខ016 53 66 និង 55ខេត្តបាត់ដំបងទូរស័ព្ទលេខ016 92 66 និង 55ខេត្តកំពតទូរស័ព្ទលេខ016 50 66 និង 55ខេត្តស្វាយរៀងទូរស័ព្ទលេខ016 64 66 និង 55ឬចូលមើលគេហទំព័រដែលមានអាសយដ្ឋាន www.nea.gov.kh សូមជម្រាបជូនដំណឹងដល់ទូរទស្សនិកជនផងដែរថាកម្មវិធីរបស់យើងក៏មានផ្សព្វផ្សាយឡើងវិញនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនិងគេហទំព័ររបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីតាមអាសយដ្ឋាន www.pressocm.gov.kh ផងដែរនាងខ្ញុំសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកនាទីទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលនឹងវិលមកជួបប្រិយមិត្តទូរទស្សនិកជនសាជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដដែលសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាមិនតូចចិត្តទេឃើញគេណាមានខ្ញុំត្រូវអាចអត់ខំរៀនគឺមានតម្លៃមិនតូចចិត្តទេ